ខ្ញុំចង់អានព្រះគម្ពីរដែលចាប់ដើមពីកន្លែងណាហើយទើបដឹងថាគម្ពីរសុភាសិតមាន31ជំពូកខែនេះមាន31ថ្ងៃយើងនឹងអានមួយថ្ងៃមួយជំពូកជាមួយគ្នាថ្ងៃនេះថ្ងៃទី8យើងអានជំពូកទី8អញ្ចឹងនេះជាខដែលខ្ញុំចង់ចែកម្លែកខទី13អ្នកគោរពកោតខ្លាចព្រះអង្គម្ចាស់តែងតែស្អប់អំពើអាក្រក់ខ្ញុំមិនចូលចិត្តការអួតបំប៉ោងការប្រហើនអំពើអាក្រក់និងការពោលពាក្យបោកបញ្ឆោតឡើយឬក៏ការបកប្រែមួយទៀតអានថាឯការកោតខ្លាចដល់ព្រះយេហូវ៉ានោះឈ្មោះថាស្អប់ដល់ការអាក្រក់ចំណែកការលើកខ្លួនប្រកាន់ខ្លួនប្រព្រឹត្តអាក្រក់និងមាត់ពោលពាក្យវាចនោះយើងក៏ស្អប់ដែរបន្តមកទៀតខទី22ព្រះអង្គម្ចាស់បានបង្កើតខ្ញុំតាំងពីដើមដំបូងបង្អស់គឺមុនអ្វីៗដែលព្រះអង្គបង្កើតមកទៅទៀតហើយបន្តមកទៀតខទី30នៅគ្រានោះខ្ញុំជាមេជាងជួយធ្វើការព្រះអង្គហើយខ្ញុំធ្វើឲ្យព្រះអង្គមានអំណរជារៀងរាល់ថ្ងៃខ្ញុំកំសាន្តនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គគ្រប់ពេលវេលាហើយបន្តមកខ35 36អ្នកណារកខ្ញុំឃើញអ្នកនោះមានជីវិតហើយព្រះអង្គម្ចាស់ក៏ប្រហារតីនឹងអ្នកនោះអ្នកណារកខ្ញុំមិនឃើញអ្នកនោះធ្វើបាបខ្លួនឯងអ្នកណាស្អប់ខ្ញុំអ្នកនោះស្រឡាញ់សេចក្តីស្លាប់ជំពូកទី8នេះគឺនិយាយពីព្រះប្រាជ្ញាញាណអញ្ចឹងខដែលខ្ញុំអានទាំងអស់មិញហ្នឹងពាក្យថាខ្ញុំហ្នឹងគឺសំដៅទៅលើព្រះប្រាជ្ញាញាណនេះឯងហើយចង់ប្រាប់យើងថាតាំងពីមុនព្រះបង្កើតផ្ទៃមេឃនិងផែនដីអ្វីៗគ្រប់យ៉ាងគឺព្រះបានបង្កើតប្រាជ្ញាញាណមុនគេហើយព្រះបង្កើតផ្ទៃមេឃនិងផែនដីនឹងរបស់គ្រប់យ៉ាងហ្នឹងជាមួយនឹងព្រះប្រាជ្ញាញាណរបស់ព្រះអង្គហើយដូចខ35បើសិនណាគេហៅប្រាជ្ញាឃើញអ្នកនោះនឹងមានជីវិតអញ្ចឹងគឺចង់ឲ្យយើងឃើញសារៈសំខាន់នៃប្រាជ្ញាបើសិនជាយើងមានអីគ្រប់យ៉ាងក៏ដោយតែយើងអត់មានប្រាជ្ញាគឺចប់ហើយបើសិនជាយើងមានលុយច្រើនប៉ុន្តែយើងអត់មានប្រាជ្ញាអត់មានចេះគិតអញ្ចឹងយើងចេះចាយខ្ជះខ្ជាយប្រេះផ្ដាស់ទៅមុនក្រោយយើងគង់តែលាយទេអញ្ចឹងនៅខនេះគឺចង់ឲ្យយើងទាំងអស់គ្នាខំប្រឹងស្វែងរកប្រាជ្ញាហើយព្រះអង្គសន្យាថាអ្នកណាគេដែលស្វែងរកប្រាជ្ញាពីព្រះអង្គនឹងប្រទានឲ្យអ្នកនោះដោយឥតគិតថ្លៃដោយ free តែម្ដងអញ្ចឹងកុំភ្លេចសុំប្រាជ្ញាពីព្រះអង្គហើយបើសិនជាទាំងអស់គ្នាបានអានហើយចាប់អារម្មណ៍លើខណាកុំភ្លេច comment ឲ្យខ្ញុំដឹងផងហើយជួបខ្ញុំនៅថ្ងៃស្អែកជាមួយនឹងជំពូកទី9សូមអរគុណសូមប្រាប់ទានពរបាយ